នាំមកជូនលោកអ្នកដោយ EasyCom គឺជាក្រុមហ៊ុនអ៊ីនធឺណិតល្អផ្ដាច់គេនិងធំជាងគេបង្អស់នៅកម្ពុជារីករាយជាមួយសេវាទូរស័ព្ទគុណភាពល្អឥតខ្ចោះនិងអត្រាតម្លៃទាបបំផុតពី Cellcard ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1នៅកម្ពុជាវេលុយជាមួយគណនីវិញលោកអ្នកចំណាយត្រឹមតែ 2,400 រៀលប៉ុណ្ណោះគ្រប់ជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីអាហារប្រចាំសប្តាហ៍របស់ស្ថានីយ៍ទូរទស្សន៍ CNC សប្តាហ៍នេះអស់លោកសិស្សនិកញ្ញាប្រហែលជាប្លែកអារម្មណ៍ដោយសារតែកម្មវិធីរបស់យើងតែងតែនាំអារម្មណ៍អស់លោកសិស្សនិកញ្ញាទៅទស្សនាជាមួយនឹងទស្សនវិជ្ជានៅក្នុងភោជនីយដ្ឋានចានៅក្នុងរាជធានីភ្នំពេញក៏ដូចជាទស្សនាជាមួយនឹងការភ្លក់អាហារផ្សេងៗប៉ុន្តែសប្តាហ៍នេះយើងបង្វែរអារម្មណ៍អស់លោកសិស្សនិកញ្ញាមកទស្សនាជាមួយនឹងការដើរទិញបន្លែម្ហូបសាច់របស់មេចុងភៅចានៅក្នុងហាងធំៗមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរជាក់ស្ដែងនៅខាងក្រោយរបស់នេះខ្ញុំនេះសឹងតែមេចុងភៅធំៗតំណាងហាងនីមួយៗចាគាត់បានអញ្ជើញមកកាន់ទីផ្សារថ្មីនេះជាការផ្សារធំថ្មីនេះដើម្បីជ្រើសរើសនៅម្ហូបសាច់តើម្ហូបសាច់ទាំងអស់នេះក៏ត្រូវនឹងជំរឿរបស់ពួកគាត់ឬមួយយ៉ាងណាដោយសារតែថ្ងៃទី21នេះគឺមានព្រឹត្តិការណ៍ធំមែនទែនសម្រាប់ស្ថានទូតបារាំងដែលមានការរៀបចំនៅព្រឹត្តិការណ៍មួយដែលហៅថាម្ហូបអាហារបារាំងនៅក្នុងនោះយើងឃើញថាប្រទេសប្រហែលជាតែ150ប្រទេសឯណោះដែលបានជ្រើសរើសជាមួយនឹងបានធ្វើនៅកម្មវិធីនេះឡើងហើយជាក់ស្ដែងជាមួយនឹងចុងភៅបើសិនជាយើងគិតនឹងស្មាននោះគឺរហូតដល់2000ចាមេចុងភៅនិង2000មុខម្ហូបផងដែរឥឡូវនេះចង់ដឹងកាន់តែច្បាស់ថាកម្មវិធីក៏ដូចជាការជ្រើសរើសអាហារទាំងនេះមានលក្ខណៈយ៉ាងណារបស់មេចុងភៅបរទេសយើងទៅទស្សនាជាមួយនឹងទស្សនវិជ្ជាទាំងស្រុងដូចតទៅនៅក្នុងការជ្រើសសាច់បងជ្រើសសាច់បែបណាដែរនៅពេលដែលយើងជ្រើសសាច់នីមួយៗនៅក្នុងការធ្វើម្ហូបអាហារបាទព្រោះសាច់ហ្នឹងវាមានជាតិ gelatin វាមានជាតិសរសៃជាតិអីបាទហើយដល់ពេលអញ្ចឹងយើងធ្វើការរងាស់យូរហើយព្រោះសាច់ប្រភេទសាច់សរសៃកែងគឺសាច់ហ្នឹងមានជាតិច្រើនបាទមានសរសៃផងមានសាច់សុទ្ធផងបាទហើយមានខ្លាញ់ទៀតឃើញថាជាមួយនឹងមុខម្ហូបទាំងអស់ហ្នឹងសឹងតែជាម្ហូបអាហារបារាំងទាំងអស់អញ្ចឹងជ្រើសរើសជាមួយនឹងសាច់គោខ្មែររបស់យើងវាអាចនឹងត្រូវទេបាទវាអត់មានអីទេសំខាន់យើងតិចនិចខាងចម្អិនខាងរសជាតិរួចគឺចេញជារីស៊ីពីដូចតែគ្នាទេចេញជារូបមន្តវិធីធ្វើបាទគឺដូចគ្នាបាទសម្រាប់នៅក្នុងអាហារ21ខាងមុខនោះបងយកមុខប្រហែលមុខបាទទៅតាមខ្ញុំគម្រោងដូចជាម្ហូបមាន4មុខបាទហើយនៅក្នុងហ្នឹងមានសាឡាត់មានស៊ុបមានត្រីហើយនឹងមានសាច់គោឬមួយក៏សាច់មាន់ខ្ញុំអត់ទាន់បានសម្រេចទេប៉ុន្តែឥឡូវសម្រាប់ភ្លក់ខ្ញុំជ្រើសយកសាច់គោចា៎បាទនេះហេតុអីពីព្រោះខាងក្រុមរបស់ខ្ញុំមានគ្នាទាំងអស់5នាក់បាទអញ្ចឹងខ្ញុំចែកគ្នាធ្វើម្ហូបភ្លក់ហ្នឹងអញ្ចឹងទី1ហាងគេផ្សេងគេធ្វើសាឡាត់ធ្វើស៊ុបធ្វើត្រីឯងតែដល់ពេលខ្ញុំគេតម្រូវឲ្យខ្ញុំធ្វើសាច់គោបាទអញ្ចឹងខ្ញុំរើសយកសាច់គោអត់អីទេខ្ញុំអាចធ្វើបានចាយើងបន្តទៀតក្នុងការរើសសាច់ជាបន្តទៀតចាបាទអរគុណយកត្រីសបាក់ឥឡូវមានត្រីសបាក់មានត្រី grouper ប៉ុន្តែទិញត្រីសបាក់ទៅ
Sabak Parmentier ឈ្មោះ Sabak Parmentier យកទៅធ្វើអី យកធ្វើជាមួយដំឡូងបារាំងនិងសបាក់និងការ៉ុតតិចតិចឆ្ងាញ់ អរគុណ អរគុណ បងជឿថាស្ករយ៉ាងម៉េចទៅ បាទខ្ញុំចង់ទិញស្ករត្នោតអានេះស្ករត្នោតវាជាផលិតផលរបស់ខ្មែរយើងហើយវាមានរសជាតិឈ្ងុយអញ្ចឹងយើងយកធ្វើផ្អែមទៅវាអាចក្លិនវាល្អណា បងមើលមិនដែរបានដឹងថាស្ករហ្នឹងមិនមែនជាស្ករបន្លំ ស្ករបន្លំវាទៅវាធ្វើទៅវាខាប់ណាព្រោះបើសិនជាសជាងហ្នឹងទៀតវាអាចលាយជាមួយស្ករសអញ្ចឹងយើងប្រយ័ត្នមែនទែនទៅពេលទិញ ចាអាហារបារាំងមើលទៅផ្អែមឬមួយក៏រសជាតិយ៉ាងម៉េចបង ជាទូទៅសម្រាប់ផ្អែមវាតែផ្អែមមិនប៉ុន្តែគេឥឡូវដោយសារឥឡូវគេមិនសូវជាចូលចិត្តរសជាតិផ្អែមខ្លាំងអញ្ចឹងខ្ញុំអាចយកអាហ្នឹងជំនួសព្រោះអាហ្នឹងវាទៅផ្អែមដូចស្ករសអញ្ចឹងទេបាទប៉ុន្តែថាយើងតែប្រយ័ត្ននៅពេលដែលធ្វើនៅពេលយើងលាយគ្រឿងវាអាចថារបស់ខ្លះផ្អែមបើថាវាអត់ទៅផ្អែមអញ្ចឹងនៅពេលលាយប្រយ័ត្នមែនទែនព្រោះវាស្ករគួយផ្អែមបាទ ចាមិនមានលោកអ្នកបានឃើញជាមួយនឹងការដើរទិញបន្លែសាច់របស់ជនបរទេសក្រូជាប្រជាពលរដ្ឋខ្មែររបស់យើងហើយក្នុងនោះគឺមានចុងភៅខ្មែររបស់យើងដែរហើយឃើញថាមានការសកម្មមែនតើក្រូជាការជ្រើសរើសសាច់បន្លែហ្នឹងគឺមានការត្រួតពិនិត្យច្បាស់លាស់ហើយក្នុងនោះគឺយើងឃើញថាមានការជ្រើសរើសជាមួយនឹងប្រភេទស្ករត្នោតខ្មែររបស់យើងសាច់គោខ្មែរហើយឬសឹងតែជាបន្លែងាយស្រួលក្នុងការរកមែនតើឥឡូវជួយជាមួយគាត់ថានៅក្នុងការដែលទិញបន្លែនិងសាច់មិញហ្នឹងគឺបានគ្រប់គ្រាន់ហើយនៅចាបងគ្រប់គ្រាន់នៅទិញបន្លែសាច់មិញហ្នឹងបាទគ្រប់គ្រាន់ហើយចាបានទិញបានខ្លះមិញខ្ញុំទិញបានស្ករត្នោតកាម៉ាលីចាបាទខ្ញុំយកទៅធ្វើផ្អែមបាទបងប្រុសខ្ញុំទិញបានសាច់គោសាច់ជ្រូកខ្ទឹមបារាំងការ៉ុតហើយនឹងឆាថាងចាសួស្ដីសួស្ដីទិញឲ្យបានខ្លះកង្កែបយកទៅធ្វើអីធ្វើជាមួយប៉ែនប៉ូអូនីយ៉នសាឡូតសេអាសអស់ហើយឆ្ងាញ់ណាបារាំងអស់បាទខ្ញុំទិញត្រីសាបាក់ធ្វើជាមួយដំឡូងបារាំងនិងការ៉ុតនិងស្រាសូដាបាទចាយើងនឹងបន្តទៅមើលការទស្សនាជាមួយនឹងការធ្វើម្ហូបវិញម្ដងតើការចម្អិនម្ហូបនិងការធ្វើម្ហូបនេះមានលក្ខណៈយ៉ាងណាជាមួយនឹងអាហារបារាំងទស្សនាជាមួយនឹងការធ្វើម្ហូបទាំងអស់គ្នា
នាំមកជូនលោកអ្នកដោយ EasyCom គឺជាក្រុមហ៊ុនអ៊ីនធឺណិតល្អផ្ដាច់គេនិងធំជាងគេបង្អស់នៅកម្ពុជារីករាយជាមួយសេវាទូរស័ព្ទគុណភាពល្អឥតខ្ចោះនិងអត្រាតម្លៃទាបបំផុតពី Cellcard ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1នៅកម្ពុជាវេលុយជាមួយគណនីវិញលោកអ្នកចំណាយត្រឹមតែ 2,400 រៀលប៉ុណ្ណោះប្រិមត្តទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីហើយវគ្គមុនលោកអ្នកបានទស្សនាជាមួយនឹងការបង្ហាញនៅចាមេចុងភៅចំណានរបស់យើងទាំង7ហាដែលពួកគាត់កំពុងតែជ្រើសរើសជាមួយនឹងអាហារសាច់ផ្សេងៗដើម្បីធ្វើម្ហូបនៅក្នុងព្រឹត្តិការណ៍ធំមួយនៅក្នុងស្ថានទូតបារាំងផងដែរសម្រាប់ថ្ងៃនេះឥឡូវនេះពេលនេះតែម្ដងឥឡូវនេះយើងមកកាន់ហាងដែលមានឈ្មោះថា Bistro ហើយយើងនឹងធ្វើការទស្សនាជាមួយនឹងការធ្វើម្ហូបរបស់មេចុងភៅនៃហាងបារាំងមួយនេះផងតើមានការធ្វើម្ហូបបែបណាហើយមុខម្ហូបនោះយ៉ាងណានោះទស្សនាជាមួយនឹងការធ្វើម្ហូបដូចនេះជំរាបសួរចាថ្ងៃហ្នឹងមានមុខម្ហូបប្រហែលមុខដែរហើយមុខម្ហូបនេះឈ្មោះអីដែរAlors aujourd'hui, on va faire un plat très simple, c'est une entrée froide. Voilà. ពិសេសមែនតើជាមួយមុខម្ហូបមុខនេះគឺអាចពិសាហើយគឺมันមានការប៉ះពាល់ដល់ការឡើងគីឡូក៏ដូចជាការឡើងខ្លាញ់ទេព្រោះថាប្រភេទក្តាមគឺជាប្រភេទសាច់មួយដែលប្រភេទជាអាហារមួយដែលគ្មានឈាមហើយលោកលោកស្រីនាងកញ្ញានិយាយថាក្តាមនេះគឺជាប្រភេទក្តាមថ្មអាចនិយាយបានថាក្តាមទឹកសាបទេព្រោះក្តាមថ្មហើយបើសិនជាលោកស្រីនាងកញ្ញាចង់ជ្រើសរើសជាមួយនឹងក្តាមដែលធាត់លោកអ្នកចុចកន្លែងនេះបើសិនជាវារឹងបែបនេះគឺនឹងធាត់ហើយមួយវិញទៀតនោះបើសិនជាក្តាមសេះវិញលោកអ្នកច្បាច់ចឹងដូចគ្នាប៉ុន្តែបើសិនជាអាចយើងកាត់អាស្លាប់ស្រួយពេលក្តាមសេះហ្នឹងអញ្ចឹងណាហើយមួយទៀតហ្នឹងគឺយើងអាចមើលជាមួយនឹងផ្នែកក្តាមឬមួយក៏ពពុះហ្នឹងបើសិនជាបាយពពុះហ្នឹងក្តាមអត់សូវល្អទេអូខេឥឡូវចាប់ផ្ដើមធ្វើម្ហូបនេះតាម First, we start with the apple. Clean the apple. Tôi nói tham một cái về để chính tôi nên ưu tiênอย่างណាដូចជាសម្ព័ន្ធភាពនៃរូបមុខម្ហូបនេះផ្លែយ៉ាងណាទេទៅទៀតនឹងបានឃើញទស្សនាដល់អស់គ្នាការច្រាំទឹកខំនេះបើសិនជាយើងច្រាំទៅតែកន្លែងអត់តែទៅអាចនឹងជាទឹកភ្នែកហ្នឹងហាន់តាំងពីចុងទៅទៅរហូតដល់ពុកទៅហើយក្លិនជាមួយមែនតើគាត់តែឃើញប៉ុណ្ណេះគឺថាមានអារម្មណ៍ថាចង់ញ៉ាំជាមួយនឹងអាហារមួយមុខនេះតែយើងអត់ទាន់ដឹងថារសជាតិវាយ៉ាងណាទេប៉ុន្តែបាញ់មិញនេះគឺមេចុងភពបានបញ្ជាក់ថាអាហារមួយមុខនេះគឺមានអត់មានប្រើម្ទេសទេតែប្រើជាមួយនឹងវ៉ាសាប៊ីដោយសារតែវ៉ាសាប៊ីហ្នឹងអាចនឹងចូលជាមួយនឹងក្តាមបានហើយអាចនឹងមានជីរੂហ្នឹងគឺថាលក្ខណៈដូចយើងដាក់ម្ទេសហឹរអញ្ចឹងណាអូខេឥឡូវឲ្យមេចុងភពធ្វើបន្តទៀតអូយក្តៅមែនតើមើលទៅពេលដែលចាក់ចេញទៅវាថាគួរឲ្យចង់ញ៉ាំណាហើយម្ហូបខាងក្រោយនេះគឺក្តាមគឺស្ងោរឆ្អិនហើយជាមួយនឹងក្តាមសេះជាមួយក្តាមថ្មតាមពិតទៅលោកអ្នកអាចធ្វើការស្ងោរប្រភេទផ្សេងក៏បានដែរដែលមិនបាច់ដាក់ទឹកព្រោះអីប្រជាពលរដ្ឋខ្មែររបស់យើងទីច្រើនពួកគាត់ស្ងោរក្តាមសេះក្តាមថ្មគឺអត់មានដាក់ទឹកទេអាចនឹងជំនួសដោយកាបៀឬមួយក៏ជំនួសដោយអ្វីផ្សេងដូចជាកូកាអីបានហើយចាក់ស្ដែងជាមួយនឹងមើលទៅ On va enlever la chair, simplement. ពេលដែលយើងទទួលទានអាហារទៅវាអាចបាក់ពីនៅក្នុងមាត់របស់យើងគឺវាធ្វើឲ្យបរិយាកាសនៃការទទួលទានអាហារគឺអត់ឆ្ងាញ់តែឥឡូវនេះគឺមើលថាចិត្តខ្លាំងមែនទែននៅពេលដែលគាត់កូរច្បល់ជាមួយនឹងគ្រឿងបេះសាច់ក្តាមនេះទៅមើលទៅរួចរាល់ហើយ
តែយើងអត់ទាន់ដឹងថាសោភ័ណភាពនៃការរៀបចំគឺទៅជាយ៉ាងណាទេប៉ុន្តែមើលទៅគួរឲ្យចង់ញ៉ាំដល់ហើយតែនេះគួរឲ្យចង់ញ៉ាំខ្លាំងណាស់ចាម៉ត់ល្អហើយដូចនិយាយអញ្ចឹងគឺអាហារមួយមុខនេះគឺមិនបណ្ដាលឲ្យសរីរាង្គរបស់យើងគឺមានការធាត់ទេដោយសារតែវាមានវីតាមីនដូចជាសារធាតុចិញ្ចឹមនៅសរីរាង្គកាយរបស់យើងដោយសារតែមានប៉មនោះគឺជាអាហារមួយប្រភេទដែលធ្វើឲ្យសម្រស់គីឡូក្តាមញ៉ាំអត់ឡើងគីឡូទេតែបើមានទីកាឡូរីតិចអាចជួយអីអញ្ចឹងតែផ្សំចូលគ្នាទៅអត់អីទេឥឡូវនេះគឺមុខម្ហូបដែលមានឈ្មោះថា Milford នៅក្នុងហាង Le Bistro បានមកដល់ហើយយើងនៅហាងចំនួន6ទៀតតើមុខម្ហូបនៃការបង្ហាញជូននៅក្នុងព្រឹត្តិការណ៍មុខម្ហូបបារាំងនាថ្ងៃទី21នោះគឺមានមុខម្ហូបប្រមាណមុខនោះយើងនឹងជួបជាមួយនឹងហាងបន្តផងដែរប៉ុន្តែឥឡូវនេះយើងសុំទុកមួយសិនយើងនឹងបន្តទៅទស្សនាជាមួយនឹងការធ្វើម្ហូបនៅហាងចំនួន6ទៀតតើមុខម្ហូបឆ្ងាញ់យ៉ាងណាដូចជាសោភ័ណភាពនៃការរៀបចំយ៉ាងណានោះទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាទស្សនិកជនឥឡូវនេះយើងមកកាន់ចា Open Wine ម្ដងគឺជាស្ថានអាហារបារាំងហើយតើមុខម្ហូបនៅសម្រាប់ Open Wine នឹងបង្ហាញជូនដល់លោកស្រីនាងកញ្ញាទៅទស្សនានោះគឺតើមុខម្ហូបអ្វីនោះយើងនឹងទៅជួបជាមួយនឹងមេចុងភៅនៅក្នុងនោះគឺគាត់ជាជនជាតិបារាំងទស្សនាទាំងអស់គ្នាឥឡូវនេះនាងខ្ញុំមកដល់ផ្ទះបាយរបស់ Open Wine ហើយមេចុងភៅកំពុងតែធ្វើការរៀបចំជាមួយនឹងមុខម្ហូបនិងត្រៀមនឹងធ្វើជូនប្រិយមិត្តទស្សនិកជនក៏ដូចជាចាបងស្ត្រីមេផ្ទះទស្សនាជាមួយមុខម្ហូបថ្ងៃនេះផងដែរមើលទៅប្លែកតែអត់ទាន់ដឹងថាមុខម្ហូបនេះមានឈ្មោះអីទេទស្សនាជាមួយនឹងការធ្វើដូចតទៅជាមួយនេះកង្កែបនេះបានប្រឡាក់រួចរាល់ហើយតកតងជាមួយនឹងការប្រឡាក់មិញគឺទស្សនិកជនបានឃើញហើយគឺយកជាមួយនឹងចាម្សៅមីគឺมันមានការលាយឡំជាមួយនឹងទឹកឬមួយក៏អីផ្សេងទេគឺម្សៅមីសុបតែម្ដងនៅក្នុងនោះគឺយើងជ្រើសរើសយកកង្កែបគឺយើងគិតយកតែផ្លូវកង្កែបទេហើយមួយទៀតហ្នឹងគឺយកមកប្រឡាក់ជាមួយម្សៅមីហ្នឹងស្ដើងហើយបន្ទាប់ពីប្រឡាក់ម្សៅមីហើយរោយជាមួយអំបិលនិងចាអាមេរិកកំពតយើងតែម្ដងហើយបន្តិចទៀតនេះនឹងធ្វើការចម្អិនទស្សនាជាមួយការចម្អិនដូចទៅឥឡូវនេះគឺបានមកអង្គុយជាមួយនឹងមេចុងភៅចាគាត់បានធ្វើការនៅក្នុងប្រទេសកម្ពុជារបស់យើងរយៈពេល10ឆ្នាំហើយប៉ុន្តែយើងអត់ទាន់ដឹងថាចំណាប់អារម្មណ៍របស់គាត់ในការមកធ្វើការនៅទីតាំងនៅក្នុងប្រទេសកម្ពុជារបស់យើងគឺគាត់សប្បាយចិត្តនិងរីករាយយ៉ាងណាដែរយើងនឹងសាកសួរជាមួយនឹងគាត់ដូចតទៅតើមុខម្ហូបនេះចំណាយពេលប្រហែលនាទីអានេះ15នាទីសុខសប្បាយ15នាទីបាទយល់យ៉ាងម៉េចដែរចំពោះការមកធ្វើការនៅក្នុងប្រទេសកម្ពុជារបស់យើងI work in Cambodia since 11 years and so far I'm very happy to stay in this country. Plus I got married 2 years ago and I have a beautiful kid, Khmer and French, so I'm very happy to work in this country. រវាងម្ហូបខ្មែរនិងម្ហូបបរទេសចូលចិត្តម្ហូបណាជាងគេ Of course I prefer Western food because I know Western food since I was born. But Khmer food is very interesting because have different kind of herbs and a nice product in Cambodia. Very, very interesting, and sometimes I like to put a little bit of Khmer product in the French cuisine. It's very interesting. ចាមើលទៅប្លែកមែនតើតែមុខម្ហូបនេះមានរសជាតិយ៉ាងណានោះយើងទស្សនាជាមួយនឹងការភ្លក់ម្ហូបទាំង5ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជាដែលមានព្រឹត្តិការណ៍មួយធំនៅក្នុងស្ថានទូតបារាំងតើភោជនីយដ្ឋានទាំង5ហាងនេះគឺមានស្នាដៃខុសប្លែកគ្នាយ៉ាងណាយើងទស្សនាជាមួយនឹងការភ្លក់ម្ហូបជាបន្តផងប្រិមត្តទស្សនិកជនបងស្ត្រីមេផ្ទះទាំងអស់ហើយពេលនេះខ្ញុំបានបន្តដំណើរមកកាន់នៅភោជនីយដ្ឋាន Topaz
ដែលនៅតាមផ្លូវចានរោដំផងដែរព្រមទាំងទស្សនិកជនតើថ្ងៃនេះមេចុងភៅនៃហាងតូប៉ាស់គាត់នឹងបង្ហាញមុខម្ហូបអ្វីខ្លះនៅក្នុងការបង្ហាញឲ្យទស្សនិកជនបានទស្សនាក៏ដូចជាដឹងពីការធ្វើនោះយើងទៅជួបជាមួយនឹងចាមេចុងភៅទាំងអស់គ្នាហើយអ្វីដែលប្លែកនោះសម្រាប់ថ្ងៃនេះគឺមេចុងភៅរបស់យើងគឺថាជនជាតិខ្មែរទាំងអស់តែម្ដងតើរសជាតិនិងសោភ័ណភាពនៃការរៀបចំជាមួយនឹងមុខម្ហូបទាំងអស់នោះមានលក្ខណៈយ៉ាងណានោះទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាឥឡូវសាច់នេះខ្ញុំបានចម្បាំងវាហើយអញ្ចឹងខ្ញុំគ្រាន់តែកដៅហើយនឹងចម្បាំងនៅបន្លែមួយចំនួនយើងបាច់ជៀនទាំងអស់ណាយើងទុកជៀនមកល្មមបានចូលជាមួយសាច់ជ្រូកហ្មងក៏បានបាទចិនជៀនឲ្យដូចគ្នាអូពិសេសមែនតើជាមួយនឹងមុខម្ហូបដែលមានឈ្មោះថាសាច់គោសរសៃកែងចម្អិនជាមួយនឹងស្រាក្រហមបានរួចរាល់ហើយសោភ័ណភាពវិញគឺតាក់ទាញមែនតើហើយលក្ខណៈថាចុងមេចុងភៅនៅពេលដែលដូចថាយើងរៀបបានល្អអញ្ចឹងហើយក្លិនឈ្ងុយអញ្ចឹងឆ្ងាញ់អត់បាទខ្ញុំចូលចិត្តម្ហូបចាឥឡូវនេះក៏អរគុណបងនៅក្នុងការចម្អិនម្ហូបនេះហើយយើងបន្តទៅទស្សនាជាមួយនឹងការភ្លក់ម្ហូបនៅឯស្ថានទូតបារាំងជាបន្តប៉ុន្តែនៅជួបជាមួយនឹងមុខម្ហូបចំនួន2មុខទៀតដោយសារតែវគ្គក្រោយនេះក៏ដូចជាបន្តទៀតហ្នឹងគឺបែបបង្អែមម្ដងចាឥឡូវទស្សនាជាមួយនឹងការធ្វើបង្អែមដូចតទៅពេលមកទស្សនិកជនឥឡូវយើងបន្តមកការភោជនីយដ្ឋានខេមម៉ាម្ដងតើខេមម៉ានឹងបង្ហាញជូននៅមុខម្ហូបអ្វីខ្លះឬមួយក៏បង្អែមមួយមុខណានៃចាក្នុងភោជនីយដ្ឋានតែម្ដងប៉ុន្តែដូចជាបានជម្រាបជូនបន្តិចហើយថាថ្ងៃនេះនឹងបង្ហាញជាប្រភេទបង្អែមហើយបង្អែមនេះគឺជាចាការផ្សំហ្នឹងគឺសឹងតែជាធនធានដែលទិញនៅក្នុងប្រទេសរបស់យើងទាំងអស់អាចនិយាយបានថាបង្អែមខ្មែរប៉ុន្តែគ្រាន់តែឈ្មោះបរទេសតើឈ្មោះអ្វីនោះយើងនឹងជួយជាមួយនឹងមេចុងភៅទាំងអស់គ្នាចាជំរាបសួរបងបាទជំរាបសួរចាអូយមើលពេញតុកតែម្ដងផ្លែកមានច្រើនមានផ្កាម្លិះនេះអីគេដែរនេះ almond powder ចាអានោះគឺជាប្រភេទអីជាប្រភេទណាត់ជាប្រភេទណាត់បន្ទាប់មកយើងយកវាមកកិនចានេះបឺសាមីសៅចាពងមាន់ចាំនេះសូកូឡានេះស្ករត្នោតដែលយើងទិញផ្សារតាមនេះបាទនេះគ្រីមផ្អែមនេះខ្ញុំធ្វើគឺនំសូកូឡាការ៉ាមែលជាមួយកាមេលីប្លែកមែនតែននៅពេលដែលឮជាមួយនឹងឈ្មោះនេះហើយតើរសជាតិយ៉ាងណាយើងអត់ទាន់ដឹងទេប៉ុន្តែដឹងតែម្យ៉ាងថាមានផ្កាម្លិះចូលជាមួយនឹងដែរហើយផ្កាម្លិះដឹងហើយថាមានក្លិនក្រអូបល្អហើយអត្ថប្រយោជន៍ផ្កាម្លិះគឺបានច្រើនមែនតើដែលលោកសិននាងកញ្ញាក៏ជាមិត្តនារីមេផ្ទះស្ត្រីមេផ្ទះនៅផ្ទះហ្នឹងគឺគាត់ដឹងថាផ្កាម្លិះអាចផ្សាយព្រះក្រងសាប៊ូសក់ចាអូច្រើនណាស់បើសិនជារៀបរាប់មួយថ្ងៃអត់អស់ទេអូខេឥឡូវបងសូមអញ្ជើញធ្វើការងាររបស់បងតែម្ដងបាទអញ្ចឹងផ្អែមយើងគឺរួចរាល់ហើយគឺមួយចានដែលយើងបានធ្វើនោះគឺមានតែប៉ុណ្្នឹងឯង
ខ្ញុំឯម្ចាស់នេះគឺមានឈ្មោះថានំការ៉ាមែលសូកូឡាជាមួយនឹងកាម៉ាលីបាទអង្គភ្លេច ថាប្រិមត្តទស្សនិកជនចាបងស្ត្រីមេផ្ទះដែលកំពុងតែទស្សនាជាមួយនឹងកម្មវិធីម្ហូបអាហារប្រចាំសប្តាហ៍របស់យើងឥឡូវនេះបាញ់មិញនេះបានបង្ហាញហើយថាយកចូលក្នុងឡដុតតែដុតហើយមានក្លិនឈ្ងុយមែនតើហើយយើងអត់ទាន់ថាបានណាព្រោះថាអត់ទាន់ខ្លាចទៅជាបង្អែមពេញរូបពេញរាងទេគ្រាន់តែជាចាគ្រាន់តែជារួមសំចំណែកមួយទេតែមើលញ៉ាំបន្តិចហ្នឹងងាញ់ព្រោះថាមិញគាត់មានលាយជាមួយនឹងស្ករមានលាយមួយប៊ឺបើតែអត់ផ្អែមទេល្មមអាចទទួលទានបានហើយទៅទៀតយើងមានការផ្សំគ្រឿងអីផ្សេងទៀតកាន់តែឆ្ងាញ់អូខេតែមកទស្សនិកជនលោកអ្នកបន្តទៅជួបជាមួយនឹងការចម្អិនម្ហូបនៅហាងមួយទៀតជាបន្តតើហាងចុងក្រោយនេះគឺជាហាងអ្វីឈ្មោះអីហើយនឹងមុខម្ហូបដែលគាត់បង្ហាញជូនហ្នឹងជាមុខម្ហូបអ្វីនោះទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាថ្ងៃនេះយើងនឹងបង្ហាញមុខម្ហូបមួយមុខដែលមានឈ្មោះថាត្រីសាបាក់ប៉ាម៉ុងតេជាភាសាបារាំងប៉ុន្តែត្រីសាបាក់ហ្នឹងខ្មែរទេឆានេះគឺមិនចំពោះថាគឺយើងត្រូវតែចំណាយពេលយូរបន្តិចអញ្ចឹងយើងធ្វើទុកមុនហើយក្នុងនេះគឺគ្រឿងផ្សំមានដូចជាទ្រាប់មានប៉េងប៉ោះឈឹងឆាចូលគ្នាទៅឲ្យវាចេញជាបែបនេះតែម្ដងចារៀងខាប់ចាយើងអត់ទាន់ដឹងថាតើមួយចាននេះយកទៅផ្សំជាមួយនឹងត្រីសាបាក់យ៉ាងណានោះទេយើងទស្សនាជាមួយនឹងការធ្វើរបស់មេក្រូផើដូចតទៅបាទអានេះរ៉ាតាទុយបានរ៉ាតាទុយអានេះឈ្មោះរ៉ាតាទុយ តែជាមួយនឹងហាងបារាំងយើងឃើញហើយជាមួយ4ហាងខាងមុនហ្នឹងក៏ប្រើនៅកម្រិតវែងទៅក្នុងការច្រាំគឺមានការលីសូតែកណាថាគេមានតែមានការច្រាំងុយខ្លះហើយជាមួយនឹងមុខម្ហូបនេះទៅទៀតហ្នឹងអូខេលើកចេញហើយអូមានទឹកក្តៅប្រិមត្តទស្សនិកជនយើងគិតថាជាមួយនឹងមុខម្ហូបនៅភោជនីយដ្ឋានណានគឺបានចម្អិនរួចហើយគឺជាមួយនឹងត្រីសាបាក់ហើយជាស្ដែងជាមួយមុខម្ហូបមួយមុខនេះគឺថាមានសោភ័ណភាពនិងចាការរៀបចំគឺបានល្អឥតខ្ចោះមែនទែនហើយជាស្ដែងជាមួយមុខម្ហូបមួយមុខនេះគឺជាប្រភេទមុខម្ហូបចារបស់បារាំងហើយជាស្ដែងយើងគិតថាបើទោះបីជាមុខម្ហូបបារាំងពិតមែនប៉ុន្តែក៏ជ្រើសរើសយកត្រីសាបាក់យកមកធ្វើដែរចាជាមួយនឹងព្រឹត្តិការណ៍នេះផងដែរភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជារបស់យើងចំនួន5ដែលបានចូលរួមទី1គឺ Le Bistro Open Wine ចា Topaz Kema ដោយជាភោជនីយដ្ឋានចុងក្រោយគឺភោជនីយដ្ឋានណាងចាលោកស្រីនាងកញ្ញាយើងឃើញថាព្រឹត្តិការណ៍នេះមិនមែនចារៀបចំតែក្នុងប្រទេសកម្ពុជារបស់យើងទេគឺទាំងពិភពលោកតែម្ដងដែលមានស្ថានទូតបារាំងនៅទីតាំងកន្លែងហ្នឹងយើងឃើញថាសរុបរួមជាមួយនឹងមេចុងភៅរហូតដល់ 2000 នាក់ហើយមុខម្ហូបរហូតដល់ 2000 មុខផងដែរក្នុងការបង្ហាញជូននៅក្នុងស្ថានទូតនីមួយៗនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី21ផងដែរជាស្ដែងជាមួយនឹងមុខម្ហូបទាំង5ហាងយើងនឹងបញ្ជូនចូលគ្នាតែម្ដងនឹងភ្លក់នៅក្នុងថ្ងៃនោះហើយតើនៅក្នុងការផ្ដល់មតិក៏ដូចជាការភ្លក់មុខម្ហូបតើមានឱជារសយ៉ាងណានោះទស្សនាជាមួយនឹងការបង្ហាញជូននៃការភ្លក់មុខម្ហូបទាំងអស់គ្នា